សួស្តីបរទេសម្នាក់ត្រូវបានចាប់និងដាក់ទោសរយៈពេល10ទៅ12ឆ្នាំពីបទរួមភេទជាមួយនឹងកុមារាចំនួន20នាក់នៅក្នុងទីក្រុងភ្នំពេញរួមជាមួយនឹងគូកនរបស់គាត់ម្នាក់ទៀតស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់វីដេអូរបស់ខ្ញុំហើយថ្ងៃនេះខ្ញុំលើកយកពីព័ត៌មានមួយទាក់ទងទៅនឹងការបំពានផ្លូវភេទពីសំណាក់ជនបរទេសមកលើកុមារានៅក្នុងទីក្រុងភ្នំពេញបរទេសម្នាក់ត្រូវបានចាប់ខ្លួនហើយនឹងត្រូវបានដាក់ទោសរយៈពេល12ឆ្នាំពីបទរួមភេទជាមួយនឹងកុមារាតាមព័ត៌មានចុះផ្សាយកាលពីប្រហែលថ្ងៃមុនហើយខ្ញុំក៏បានធ្វើការscreen shotរូបរាងរបស់ជនបរទេសម្នាក់នោះផងដែរដូចជាខ្ញុំបង្ហាញនៅខាងលើគាត់គឺជាគ្រូបង្រៀននៅសាលាមួយខ្ញុំមិនដឹងថាសាលាទេអ្វីដែលគាត់មានទោសទណ្ឌហ្នឹងគឺការបំពានផ្លូវភេទទៅលើកុមារាចំនួនប្រហែលជា20នាក់នៅក្នុងទីក្រុងភ្នំពេញហើយនឹងគ្នាគាត់ម្នាក់ទៀតដែលជាជនជាតិខ្មែរគាត់ទាំងពីរនាក់ត្រូវបានផ្ដន្ទាទោសពីបទបំពានផ្លូវភេទទៅលើកុមារបងប្អូនទាំងគ្នាខ្ញុំគ្រាន់តែមកចែករំលែកខ្លះៗតាក់ទងទៅនឹងបរទេសមិនមែនថាគ្រប់បរទេសទាំងអស់ទេតែខ្ញុំគ្រាន់និយាយថាបរទេសខ្លះពួកគាត់គឺអាចថានឹងមានបំណងផ្សេងក្រៅពីភាពស្រស់ស្អាតនៅក្នុងទីក្រុងភ្នំពេញក៏ដូចជាសៀមរាបក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងគ្រាន់តែយើងមិនដឹងពីគោលបំណងជាក់លាក់របស់គាត់អាចថាមករកជាលក្ខណៈផលប្រយោជន៍ខ្លះមកជាលក្ខណៈកំសាន្តខ្លះទៀតគាត់មកលក្ខណៈថារិះគន់គាត់មកលក្ខណៈថាសំអុយកេរ្តិ៍ឈ្មោះប្រទេសយើងដូច្នេះបងប្អូនមិននឹងជឿជាក់ស្រឡាញ់ទុកចិត្តទៅលើនរណាម្នាក់សូមបងប្អូនតាមដានពី background របស់គាត់ជីវប្រវត្តិរបស់គាត់ថាតើគាត់មកពីណាគាត់ធ្លាប់ធ្វើអីគាត់ធ្លាប់ឆ្លងកាត់អីខ្លះមុននឹងយើងដាក់ចិត្តជឿនឹងស្រឡាញ់ទុកចិត្តពីព្រោះថាសូម្បីតែបងប្អូនរួមជាតិរបស់យើងក៏នៅមានមនុស្សល្អនិងមនុស្សអាក្រក់ដូច្នេះមិនមែនគ្រប់មនុស្សសុទ្ធតែល្អមិនមែនសុទ្ធតែបរទេសទាំងអស់គាត់មកដោយចិត្តស្រឡាញ់ដោយស្មោះសរទេមានភាគច្រើនបរទេសគាត់មកដោយចិត្តស្រឡាញ់ស្មោះសរមែនតែគ្រាន់តែនៅក្នុងនោះគឺមានមួយផ្នែកតូចគាត់មកដើម្បីផលប្រយោជន៍គេហៅថា clickbait ដូចថាគាត់យកករណីចំនួនរវាងខ្មែរនិងថៃធ្វើជាប្រធានបទដើម្បីឲ្យទទួលបាន engagement ទទួលបាននៅការ follower ច្រើនទទួលបាន reaction ច្រើនដើម្បីគាត់រកប្រាក់ចំណូលអញ្ចឹងទៅហើយប្រទេសខ្លះទៀតគាត់មកមានបំណងផ្សេងដូចជាករណីគ្រូបង្រៀនខាងលើគាត់គ្រូបង្រៀនប៉ុន្តែក្នុងចិត្តរបស់គាត់ប្រព្រឹត្តនៅអ្វីដែលខុសច្បាប់នៅក្នុងប្រទេសខ្មែរយើងគឺយើងអត់ទទួលយកបានទេសូមអរគុណបាយ